ជំរាបសួរសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះតំណេមកចេញលេងណាឆ្លៀតឱកាសបង្រៀនបងឲ្យគាត់បង្កើត page ទុកခွန်ផុសលេងអញ្ចឹងណាបងប្អូនអញ្ចឹងគាត់អត់ទាន់មាន page សម្រាប់ផុសរូបភាពឬក៏ផុសវីដេអូអីអញ្ចឹងគាត់ចង់សាកល្បងរកលុយតាម Facebook មើលខាញ់លោអាចមានឱកាសអញ្ចឹងណាអញ្ចឹងឯងក៏ចាប់ផ្ដើមជួយបង្រៀនគាត់អញ្ចឹងណាដោយសារខ្ញុំឆ្លងកាត់ការរៀនសូត្រពីអ្នកគ្រូមកដែរហើយឥឡូវក៏ចេះបានខ្លះឥឡូវយកមកចែករំលែកបន្តគ្នាហើយការបង្កើត page នេះគឺយើងត្រូវតែរៀនទាំងទ្រឹស្ដីព្រមទាំងការអនុវត្តផ្ទាល់អញ្ចឹងយើងត្រូវការចាំបាច់គឺទូរស័ព្ទរបស់យើងហើយបើសិនបើយើងអត់មានទូរស័ព្ទជួយមកអនុវត្តផ្ទាល់ទេគឺធ្វើអត់កើតទេបងប្អូនយើងរៀនតែទ្រឹស្ដីអត់មានការអនុវត្តក៏ធ្វើអត់ទៅមុខដែរអញ្ចឹងឥឡូវខ្ញុំចាប់ផ្ដើមរៀនគាត់ឲ្យគាត់ចាប់ផ្ដើមចូលទៅ account Facebook គាត់អញ្ចឹងណាអញ្ចឹងនៅពេលដែលយើងបង្កើត page ចាំបាច់ផុតគឺយើងត្រូវមាន account Facebook របស់យើងហើយ account Facebook របស់យើងហ្នឹងតើតែ account ហ្នឹងគឺស្អាតអត់មានបញ្ហាអីអត់មានជាប់ចម្រៀងជាប់ភ្លេងអីចឹងបងប្អូនយើងឆែកទៅមើល page recommend របស់គាត់មើលថាស្អាតអត់មានផ្កាចំនួន7អត់ចឹងណាហើយបើសិនបើ account Facebook ហ្នឹងអត់ល្អទេយើងអត់អាចយកមកធ្វើជា admin កាន់ page របស់យើងកើតទេឥឡូវនៅពេលដែលខ្ញុំឆែករួចរាល់គឺទូ page account Facebook របស់គាត់ហ្នឹងគឺអត់មានបញ្ហាអីទេយើងយកទៅបង្កើត page បានអញ្ចឹងណាអញ្ចឹងក៏ចាប់ផ្ដើមឲ្យគាត់ចូលទៅក្នុង account Facebook ហ្នឹងទៅហើយយើងចូលទៅក្នុង setting and privacy បន្តមកទៀតយើងចូលទៅ setting ទៅហើយយើងចូលទៅរកពាក្យថា page ទៅយើងចូលទៅបង្កើត page បងប្អូនបន្ទាប់ពីយើងចូលទៅដល់កន្លែង page ហើយគឺយើងចាប់ផ្ដើមបង្កើតណាដាក់ឈ្មោះដាក់អីអញ្ចឹងទៅសរសេរឈ្មោះយើងឲ្យបានត្រឹមត្រូវជាងមកអញ្ចឹងកន្លែងសរសេរឈ្មោះគឺតែកាលណាសរសេរឈ្មោះអត់បានត្រឹមត្រូវគឺវាអត់លោតឲ្យយើងដែរវាលោតចេញមកពណ៌ក្រហមអញ្ចឹងកាលណាវាលោតមកពណ៌ក្រហមយើងត្រូវដូរឈ្មោះផ្សេងទៀតវាអត់ឲ្យយើងទេហើយ page យើងអាចបង្កើតបានច្រើនបងប្អូន account Facebook មួយគឺយើងអាចបង្កើត page បានច្រើនចូល page យើងចូលបានណាខ្ញុំមិន page បងឯងចូលមើលទីហោយើងបាទចាយើងចូល Facebook យើងចូលនេះ page នេះឃើញរូបក្បាលនេះហើយចាណាហើយទៅពេលចូល Facebook ចូលណាចូល Facebook ចូលនេះណានេះមក Facebook វិញនេះចូលវិញមកនេះនេះដូចរត់នេះវិញមកហើយហ่าចង់ចូលទៅ page វិញចង់ចូលទៅ page វិញចូលលើហ្នឹងមកចូលលើហ្នឹងចូលទៅនេះមកចូលទៅ page វិញអានេះចឹងដូចជា account មួយកន្លងមកហ្នឹងប្រៀបដូចជា account មួយដែរអត់ account page ក្រុមជំនាញយើងហ្នឹងហើយប៉ុន្តែវាដូចយើងលុកអោទៅ account មួយទៀត